អាជ្ញាធរជាតិព្រះវិហារបង្ហាញលទ្ធផលនៃការសិក្សាហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយនៅប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី11របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ ICC ព្រះវិហារនៅខេត្តសៀមរាបនាថ្ងៃទី19ខែមិនិនាឆ្នាំ2026ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជារួមជាមួយលោកជំទាវលីជីកុងស៊ុលស្ថានទូតចិនជាសហប្រធានចិននិងលោកជំទាវបណ្ឌិតថានូព្រិយាអនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌាជាសហប្រធានឥណ្ឌាដោយក្នុងឱកាសនោះអង្គប្រជុំក៏បានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារផលប៉ះពាល់លើសហគមន៍ប្រជាជននិងវិស័យទេសចរបណ្ដាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ2025កន្លងទៅអាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយនិងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរផ្អែកតាមការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារដោយសារចំនួនប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025សរុបចំនួន562កន្លែងហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទក្បាច់ចម្លាក់និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកលគួរបញ្ជាក់ថានៅមុនកិច្ចប្រជុំនេះអ្នកជំនាញការអាត6នៃគណៈកម្មាធិការ ICC ព្រះវិហារបានបំពេញទស្សនកិច្ចនិងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទព្រះវិហារនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកេររយៈពេល2ថ្ងៃចាប់ពីថ្ងៃទី16ដល់17ខែមិនិនាឆ្នាំ2026ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារនិងផលប៉ះពាល់លើវិស័យទេសចរនិងសហគមន៍ដើម្បីរៀបចំរបាយការណ៍និងអនុសាសន៍សម្រាប់កិច្ចប្រជុំ ICC ព្រះវិហារអង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ UNESCO និង ICOMOS ចូលមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី1ក្នុងខែមីនាកន្លងមកតាមការអញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោកគោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនិងផ្ដល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការអភិរក្សរយៈពេលវែងស្របតាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោកនិងគោលការណ៍ប្រតិបត្តិរបាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជាស្របតាមបេសកកម្មផ្ដល់យោបល់បច្ចេកទេសដែលធ្លាប់បានអនុវត្តកន្លងមកអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានាដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជាអនុវត្តការងារបន្ទាន់មួយចំនួនដូចជាការបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការអភិរក្សនិងគ្រប់គ្រងប្រាសាទព្រះវិហារការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូលការរៀបចំឯកសារអំពីវត្ថុសិល្បៈនិងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់និងចាត់វិធានការសង្គ្រោះបន្ទាន់